ចម្រើនពរញាតិញោមនេះគឺជាសកម្មភាពទាំងស្រុងប៉ុណ្ណាព្រះវិហារនៅវត្តអង្គរជ័យបឹងដែលស្ថិតនៅភូមិអង្គរជ័យទី1ឃុំដំណាក់កន្ទូតខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតរយៈពេលដែលអាត្មាភាពជាព្រះគ្រូចៅតិកាបានដឹកនាំព្រះសង្ឃព្រមទាំងលោកអាចារ្យគណៈកម្មការសាងសង់តាំងពីឆ្នាំ2017ប៉ុណ្ណាបងឥឡូវនេះគឺបានប៉ុណ្ណឹងហើយញាតិញោមដោយសារស្ទះ COVID ចំនួន3ឆ្នាំឥឡូវនេះសកម្មភាពព្រះវិហារប៉ុណ្ណាបានកសាងប៉ុណ្ណឹងភាគរយហើយញាតិញោមនៅមានការខ្វះខាតណាក្បាច់ជើងកោសណាខាងក្រោមសងខាងនឹងទៀតញាតិញោមពុទ្ធបរិស័ទណាក្នុងប្រទេសក្រៅប្រទេសប៉ុណ្ណាណាមានសទ្ធាអាចចូលរួមណាកសាងបានញោមណាជាស៊ីម៉ង់ក្នុងមួយការ៉ុងហ្នឹងគឺណា$5បើស្មើនឹង20,000រៀលខ្មែរយើងហ្នឹងហើយឥឡូវហ្នឹងអាត្មាក៏បានឲ្យជាងរៀបចំខឿនដាក់បំពាក់ជើងទៀនហើយនឹងគំនូហើយក្រាលក្រោអីអស់ហើយញាតិញោមហើយបានគូក្បាច់សសរដូចញាតិញោមបានឃើញហើយបងមួយចំនួននេះគឺបានកសាងរួចរាល់ហើយញាតិញោមក្នុងស្រុកក្រៅស្រុកប៉ុណ្ណាមានសទ្ធាចង់ភ្ជាប់និស្ស័យកប់ទុកក្នុងពុទ្ធសាសនាអាចចូលរួមទំនាក់ទំនងមកអាត្មាភាពជាព្រះគ្រូជាអធិការបានប៉ុណ្ណាតាមទឹកចិត្តកម្លាំងសទ្ធារបស់ញាតិញោមទេប៉ុណ្ណាមិនបង្ខិតបង្ខំអីទេព្រោះនេះសកម្មភាពនឹងអាត្មាភាពនឹងចង់ពន្លឿនដើម្បីបានលឿនឲ្យរួចរាល់ឆាប់ហើយសម្រាប់ភិក្ខុសង្ឃលោកងាយស្រួលធ្វើកិច្ចការងារបន់ទានផ្សេងដូចជាការបំពុះកុលបុត្រជាភិក្ខុគឺនៅក្នុងព្រះវិហារនឹងហើយកឋិនទានក៏ទៀមទានៅក្នុងណាព្រះវិហារនឹងហើយឥឡូវនេះគឺបានប៉ុណ្ណឹងភាគរយហើយញាតិញោមនឹងអត់មានលោកអាដាមលោកអុកញ៉ាអ្នកអុកញ៉ាលោកជំទាវលោកស្រីណាដែលចេញមកជួយអីទេញោមណានេះគឺជាកម្លាំងញើសឈាមទាំងស្រុងរបស់ពុទ្ធបរិស័ទចំណុះជើងវត្តអង្គរជ័យបឹងនិងពុទ្ធបរិស័ទនៅក្នុងស្រុកនិងក្រៅប្រទេសដែលគាត់បានស្គាល់អាត្មាភាពគាត់បានចូលរួមប៉ុណ្ណាដូចជាញោមនៅប្រទេសបារាំងបងស្រីនៅខាងអូស្ត្រាលីហើយពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកកាលីហ្វ័រញ៉ានិងWashington State ប៉ុណ្ណាគាត់បានចូលរួមខ្លះអាត្មាក៏បានប្រកាសហ្នឹងគឺប្រគល់ឲ្យជាងបងហើយចម្រើនពរញាតិញោមថាក្នុង10ថ្ងៃយើងចំណាយបើកឲ្យជាង$2,500ស្មើនឹង5លានប៉ុណ្ណានឹងហើយជាងធ្វើប្រចាំញាតិញោមធ្វើប្រចាំណាអញ្ចឹងគឺនៅការខ្វះខាតច្រើនណាស់ញាតិញោមបងដូចញាតិញោមឃើញ